បាទរៀបសួរបងប្អូនថ្ងៃនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមចែករំលែករុក្ខជាតិមួយទៀតឲ្យបងប្អូនណារុក្ខជាតិនេះពាក់ព័ន្ធឱសថបុរាណខ្មែរយើងឈ្មោះថាស្នេហ៍ច័ន្ទបងប្អូនហើយស្នេហ៍ច័ន្ទនេះបើយើងយកទៅប្រើនៅមុខហាងឬមុខផ្ទះណាបងប្អូនសម្រាប់ទាញភ្ញៀវចូលស្នេហ៍ច័ន្ទនឹងឲ្យពាក់ព័ន្ធឱសថបុរាណខ្មែរយើងដូចជាស្បូនស្រុតស្បូនលួនស្បូនលន់ជាដើមណាបងប្អូនហើយដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅទស្សនាវីដេអូរបស់ខ្ញុំបាទដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនណាខ្ញុំធ្វើបទបង្ហាញរុក្ខជាតិមួយទៀតហើយបងប្អូនណារុក្ខជាតិនេះឈ្មោះថាស្នេហ៍ច័ន្ទហើយស្នេហ៍ច័ន្ទនេះមានលក្ខណៈសម្គាល់អញ្ចឹងបងប្អូនណាខ្ញុំកាន់ស្លឹកឲ្យបងប្អូនមើលរៀងអញ្ចឹងស្លឹកហើយនឹងដើមក្រហមហើយគេយកប្រើប្រាស់ជាឱសថបុរាណខ្មែរយើងគេយកទៅប្រើជាមើមវាបងប្អូនណាដល់ពេលអ្នកខ្លះទៅគេយកទៅប្រើនៅលាបសង្ការៈបូជាអ្នកខ្លះគេយកប្រើទៅក្នុងដាក់ក្នុងហាងក្នុងអីចឹងណាបងប្អូនហាងដូចជាដាក់មុខហាងមកអីចឹងដើម្បីឲ្យនាំលាបនាំសំណាងចូលបណ្ឌភាគច្រើនគេដាក់សងខាងហាងស្នេហ៍ច័ន្ទនេះតាក់ទាញនឹងភ្ញៀវចូលមកពិសាទទួលទានឬទិញអីវ៉ាន់របស់គេបងប្អូនគេនិយមដាក់នៅតាមមាត់ទ្វារដើម្បីនាំសំណាងនាំលាបនាំលុយចូលនឹងស្នេហ៍ច័ន្ទបងប្អូនចំណែកឱសថបុរាណខ្មែរយើងវិញបងប្អូនគឺកប់នឹងជំងឺស្បូនលន់បងប្អូនស្បូនលន់ស្បូនលូនស្បូនស្រុតបកែណាអាហ្នឹងក៏ប៉ុន្តែគេយកមើមរបស់វាបងប្អូនណាយកទៅប្រើហើយបើសិនជាបងប្អូនយកទៅប្រើទៅយើងយកមើមវាដោយដាក់15ក្រាមស្ងួតបងប្អូនយកទៅហាលឲ្យស្ងួតពី3ថ្ងៃទៅយកទៅហាលថ្ងៃក្តៅពី3ថ្ងៃបងប្អូនដាក់ដាំពិសាទទួលទានកាលណាស្បូនរបស់បងប្អូនមានបញ្ហាសុខភាពស្បូនមិនល្អដូចជាលន់ដូចជាលួនអីចឹងបងប្អូនយកទៅប្រើទៅដាំរាល់ថ្ងៃតែ2 3ឆ្នាំនេះបងប្អូនណានឹងជាសះស្បើយពីអាការៈរោគស្បូនស្រុតស្បូនលួនបនលន់នឹងហើយនឹងទី1បងប្អូនទី2ស្ត្រីធ្លាក់សមានន័យថាមានស្ត្រីដែលកើតធ្លាក់សមានរោគស្ត្រីភាគច្រើនបងប្អូនមានលមាស់ទ្វារមាសធ្លាក់សឡើងលឿងធ្វើឲ្យលាកដៃស្បូនធ្លាក់សក្តៅដើមទ្រូងអញ្ចឹងបងប្អូនដាក់ដូចគ្នាអញ្ចឹងបងប្អូនណាដាក់15ក្រានហាលស្ងួតដូចគ្នាអញ្ចឹងយកទៅពិសាទទួលទានហើយរុក្ខជាតិនេះគេប្រើតែមើមទេបងប្អូនយកទៅប្រើប្រាស់ហាលឲ្យស្ងួតទៅបងប្អូនដាំរាល់ថ្ងៃទៅហើយធ្វើឲ្យកប់រសើរហើយការដាក់ការលាយដូចដាំដាក់នឹងដដែលទេបងប្អូនដាក់តែ15ក្រាមដដែលទេបងប្អូនណាហាលឲ្យស្ងួតទៅពិសាទទួលទានទៅហើយនឹងទី2បងប្អូនទី3ដូចជាស្ត្រីយើងទាស់សរសៃពេលកូនខ្ចីមកកូនខ្ចីពេកយើងធ្វើការលើកធ្ងន់ឬក៏អ្វីមួយដែលវាមិនគួរសមនៃការសារពាង្គកាយនៃការសរសៃខ្ចីយើងលើកអីរៀងធ្ងន់បន្តិចធ្វើឲ្យទាស់សរសៃអញ្ចឹងយកដាក់ដូចគ្នាអញ្ចឹងបងប្អូនដាក់15ក្រាមហាលស្ងួតស្រួលបួលទៅធ្វើអនាម័យលាងទឹកលាងអីឲ្យបានស្រួលបួលទៅបងប្អូនដាក់ដាំពិសាទទួលទានទៅដាក់តែ2 3ឆ្នាំនេះបងប្អូនគឺបាត់ឈឹងតែម្ដងហើយស្នេហ៍ច័ន្ទនេះបងប្អូនប្រកែណាក្រោយពីនាំលាបនាំសម្លាងហើយវាត្រូវជាឱសថបុរាណខ្មែរយើងហើយកាលណាបងប្អូនឈឺភ្លាមបងប្អូនធ្វើការដាំពិសាទទួលទានភ្លាមធ្វើឲ្យបាត់ភ្លាមតែម្ដងកុំទុកឲ្យរ៉ាំរ៉ៃរោគស្ត្រីរ៉ាំរ៉ៃធ្លាក់សធុំក្លិនស្អុយធ្លាក់មកតាមខោទំនាប់ជោគហ្នឹងអាហ្នឹងដំណាក់ការរ៉ាំរ៉ៃហើយដាក់ថ្នាំអីក៏មិនងាយជួលទេបងប្អូនវារ៉ាំរ៉ៃបានមួយគ្រាន់ហ្នឹងហើយបើយើងចេះប្រើចេះថែរក្សាសុខភាពបងប្អូនដាក់ដូចលោកគ្រូប្រាប់អញ្ចឹងដាក់តែមួយឆ្នាំ2ឆ្នាំគឺបាត់ឈឹងការធ្លាក់សធ្លាក់អីហ្នឹងទាស់សរសៃអីហ្នឹងទាស់ភ្លាមបងប្អូនព្យាបាលភ្លាមកុំទុកយូរទៅបែកសកាគេហៅថាទាស់ទុំទៅអីចឹងណាបងប្អូនហើយបើសិនជាបងប្អូនមើលថាហើយនឹងស្ដាប់ថាមានប្រយោជន៍សម្រាប់បងប្អូនដែលលោកគ្រូចែកជាធម៌ទាននេះសូមបងប្អូនចុច like ចុច share ចុច subscribe ឲ្យលោកគ្រូបានមួយផងបងប្អូននៅថ្ងៃក្រោយបងប្អូនមានបានទទួលនៅវីដេអូថ្មីដើម្បីឲ្យលោកគ្រូមានកម្លាំងទឹកចិត្តដែលផ្ដិតរូបភាពរុក្ខជាតិណាដែលត្រូវពាក់ព័ន្ធនឹងឱសថបុរាណខ្មែរយើងចែកជូនបងប្អូនជាធម៌ទានហើយនៅចុងក្រោយនេះខ្ញុំបាទសូមជូនពរបងប្អូនសូមបងប្អូនបានសុខបានចម្រើននៅក្នុងក្រុមគ្រួសារម្យ៉ាងទៀតសូមពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយខណៈពេលនេះខ្ញុំបាទគ្រូឱសថបុរាណជ័យទឹកសូមគោរពសូមជម្រាបលា